oven តម្លាក់បូមមានបញ្ហាដល់បូមអត់បងវាអត់ជាបញ្ហាទេអញ្ចឹងអារឿងបូមនេះដូចបងប្អូនអត់ដែរសួរអញ្ចឹងជាសំណួរមួយដ៏ល្អបាទអញ្ចឹងបញ្ហាជិះម៉ូតូ sport បងប្អូនណាបាទអញ្ចឹងរាល់ការជិះម៉ូតូ sport គឺបូមម៉ូតូមួយគឺត្រូវ set up សម្រាប់មនុស្សមួយណាបងប្អូនអញ្ចឹងបងប្អូនច្រើនតែមើលYouTuber ស្រុកគេឃើញបងប្អូនឃើញគេដាក់អាកងអីនៅលើក្បាលបូមអាកងកាញ់ហ្នឹងណាអញ្ចឹងគឺគេសម្រាប់សេរីទៅតាមស្ថានភាពផ្លូវដែលគាត់ជិះបាទពេលខ្លះគាត់ជិះផ្លូវដីឬផ្លូវអាលាក់អញ្ចឹងគាត់សេរីតាមហ្នឹងពេលខ្លះគាត់ជិះផ្លូវស្អាតអញ្ចឹងគាត់សេរីតាមហ្នឹងឬក៏ពេលអាកាសធាតុក្តៅអាប្រេងហ្នឹងវាក្តៅអីទៅវារីករួមមៀតអញ្ចឹងទៅគេសេរីតាមហ្នឹងណាបាទអញ្ចឹងបញ្ហាបូមសម្រាប់ម៉ូតូ sport មិនថាប្រភេទ R1M ទេម៉ូតូ sport ទាំងអស់ឬក៏ម៉ូតូដែលមានប្រេងសម្រាប់មានកណាប់សេរីប្រេងណាបាទអញ្ចឹងឧទាហរណ៍ថា rider មួយគាត់ទម្ងន់ប៉ុណ្ណាគាត់ត្រូវសេរីបូមនឹងតម្រូវមៀតគាត់ដែលជិះហើយស្ថានភាពគាត់ជិះនឹងរបៀបណាគឺជាងគាត់សេរីបូមឲ្យទៅត្រូវតាមស្ថានភាពផ្លូវដែលយើងជិះណាបាទអញ្ចឹងដើម្បីឲ្យការជិះយើងស្រួលពេលខ្លះសម្រាប់គាត់សម្រាប់ជិះលើផ្លូវស្អាតពេលខ្លះគាត់ជិះលើផ្លូវអាលាក់ច្រើនគាត់អាសាឡើងខេត្តអញ្ចឹងគឺគេសេរីទៅតាមនឹងពេលខ្លះគាត់សម្រាប់យកទៅជិះក្នុង track ក្នុងទីលានអញ្ចឹងបូមក៏គេសេរីទៅតាមនឹងដែរណាបាទអញ្ចឹងវាការប្រើប្រាស់បូមវាមានតាក់ទិចបែបបត់ច្រើនសម្រាប់ម៉ូតូមួយបាទមិនមែនថាម៉ូតូយើងទូទៅធម្មតាទូចដែលបូមគេ set ពីរោងចក្រមកសម្រាប់ឲ្យយើងជិះស្រួលល្មងទេណាបាទអញ្ចឹងប្រភេទម៉ូតូ sport គឺជាប្រភេទម៉ូតូមួយដែលមានល្បឿនលឿនកម្លាំងខ្លាំងអញ្ចឹងវាត្រូវការប្រភេទបូមមួយដែលវា perfect ហ្មងល្អឥតខ្ចោះហ្មងណាសម្រាប់ដាក់ទៅលើម៉ូតូនឹងមិនអាចប្រើប្រភេទបូមធម្មតាបានទេអញ្ចឹងគេត្រូវប្រើបូមប្រភេទល្អហើយមានកន្លែងសេរីប្រេងសេរីខ្យល់អីទៅតាមហ្នឹងណាបាទអូខេអញ្ចឹងប្រភេទម៉ូតូ GS ម៉ូតូអីផ្សេងទៀតអាហ្នឹងគឺគេសេរីតាមបែបហ្នឹងទៀតរបស់គេអញ្ចឹងទៅណាបាទអរគុណសម្រាប់សំណួរអញ្ចឹងមានតែប៉ុណ្្នឹងទេបាយបាយ